ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងសារលិខិតរួមគ្នាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនៃសេចក្តីថ្លែងអំណរគុណព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជាដែលព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះរាជដំណាក់ចំនួន2ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់រៀបចំធ្វើជាសារមន្ទីរនិងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិសារលិខិតរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមានខ្លឹមសារអេកស្រង់ដូចខាងក្រោមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំជាខ្ញុំមានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនៃសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គសពព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះរាជសារចុះនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025និងព្រះរាជសារមរតកសាស្ត្រស្តីពីការប្រទានព្រះរាជដំណាក់ចំនួន2ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិនិងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិមួយព្រះរាជដំណាក់តាក់សិនលេខក្បាលដី245ទំហំ2843ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ12020720300245ចុះនៅថ្ងៃទី17ខែធ្នូឆ្នាំ2024ស្ថិតនៅភូមិ3សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ2ព្រះរាជដំណាក់ផ្គល់ក្បាលលេខ3 151ទំហំ3539ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ120207203151ចុះនៅថ្ងៃទី17ខែធ្នូឆ្នាំ2024ស្ថិតនៅភូមិ3សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញក្រោយពេលដែលអស់ពីព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅស្វាមីភក្ត្រដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាលព្រះអង្គតែងតែប្រោះព្រះរាជទានព្រះរាជទ្រព្យសម្បត្តិដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានបរិច្ចាគនិងលះបង់គ្រប់បែបយ៉ាងជូនប្រជារាស្ត្រកម្ពុជាជាមួយនឹងព្រះរាជហឫទ័យជួយទុកចិត្តពីសំណាក់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំในឱកាសដ៏ថ្លៃថ្លានេះទូលព្រះបង្គំជាខ្ញុំនឹងរៀបចំជួសជុលការលម្អថែរក្សាព្រះរាជដំណាក់ទាំងពីរខាងលើដែលជាកេរដំណែលដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរនិងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង3ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គសូមព្រះមេត្តាប្រសិទ្ធិបច្ច័យបវរសុស្ដីមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាស់មុនព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ដល់សុខដុមរមនាជាមហាមលុបដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូរអង្វែងតរៀងទៅសូមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះត្រង់និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ